បាទជំរាបសួរលោកគ្រូខ្ញុំឈ្មោះជាសុផាននៅក្រុម AU5 បាទអញ្ចឹងថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញពី command នៅក្នុងការប្រើសញ្ញា Py បាទអញ្ចឹងជាដំបូងខ្ញុំសូមធ្វើការភ្ជាប់រវាង Linux server ទៅនឹង PowerShell អញ្ចឹងដើម្បីភ្ជាប់ Linux server ទៅ PowerShell បានជាដំបូងត្រូវ log ចូលទៅលើបាទ Linux server ដើមបាទនឹងអឺបាទស្វែងរកនៅ IP ដើម្បីធ្វើការភ្ជាប់បាទដោយប្រើនៅ command IPA បាទអញ្ចឹង IP ដែលត្រូវភ្ជាប់គឺ192.168.1.37បាទអញ្ចឹងខ្ញុំបើកនៅ PowerShell បាទ run ជា as administrator បាទអញ្ចឹងដើម្បីភ្ជាប់បាននៅលើ PowerShell ត្រូវវាយនៅ command sh បាទឈ្មោះ server Linux បាទ IP ដែលបានបង្ហាញមិញ192.168.1.37បាទ enter yes បាទ password បាទអញ្ចឹងជាដំបូងគឺខ្ញុំចង់បង្ហាញពីឈ្មោះបាទ user បច្ចុប្បន្នអញ្ចឹងដើម្បីបង្ហាញឈ្មោះ user បច្ចុប្បន្នខ្ញុំនឹងសេនៅ command who am I បាទអញ្ចឹង user Linux បាទបច្ចុប្បន្នឈ្មោះថាជាបាទអញ្ចឹងបន្តមកទៀតខ្ញុំចង់សរសេរនៅ command ដើម្បីឲ្យ list file នៅក្នុង folder មួយបាទអញ្ចឹងដើម្បីបង្ហាញនៅ list file នៅក្នុង folder បាទខ្ញុំវាយនៅ command sl បាទអញ្ចឹងនៅនេះគឺជា file ដែលស្ថិតនៅក្នុង folder ប៉ុន្តែខ្ញុំចង់បង្ហាញតែfile បាទតែ3បន្ទាត់ដំបូងទេអញ្ចឹងគឺខ្ញុំសរសេរនៅ command sl បាទរួចប្រើសញ្ញា py ដក clear បន្តិច head ដក clear ដក y លេខ3អញ្ចឹងនៅក្នុងចំណុចនេះខ្ញុំសូមបង្ហាញសូមបញ្យល់បន្តិចតទៅនឹង ls បាទ ls នេះគឺជា command មួយសម្រាប់ធ្វើការបង្ហាញ list file ចំណែកឯសញ្ញា py នេះគឺយើងសរសេរឬក៏យើងបាទវាយដើម្បីបញ្ជូននៅ output ទៅកាន់ command បន្ទាប់ទៀតហើយចំណែក head ដក3បានន័យថាយើងចង់ឲ្យបង្ហាញយកតែ3បន្ទាត់ដំបូងបាទអញ្ចឹងបន្ទាប់ពីវាយរួចហើយចុច enter អញ្ចឹងនេះគឺជាបាទ default ដំបូងបាទមានឈ្មោះនេះមួយមាននេះមួយនិងនេះមួយបាទ list តែ3 file ដំបូងបាទបន្តមកទៀតខ្ញុំសូមធ្វើការ command សរសេរនៅ command មួយដើម្បីសរសេរនៅព័ត៌មានបាទដែលទុកនៅក្នុង file បាទ txt អញ្ចឹងដើម្បីបាទសរសេរនៅព័ត៌មាន data ទុកនៅក្នុង file txt បានបាទអញ្ចឹងខ្ញុំសរសេរនៅ command nano រួចហើយសរសេរឈ្មោះ file បាទ head file txt រួចចុច enter បន្ទាប់មកបាទសរសេរនៅព័ត៌មានឬក៏ data ដើម្បីទុកនៅក្នុង file មួយនោះបាទ line 1អញ្ចឹងខ្ញុំសេដាក់ line 2បាទបន្ទាប់ពីសរសេររួចបាទខ្ញុំសូមចុច save ចុច save គឺចុចនៅលើ keyboard ដោយប្រើ Ctrl O រួចហើយចុច enter រួចហើយបន្តមកចាក់ចេញដោយចុច Ctrl ដោយចុចនៅ Ctrl X បន្ទាប់ពីខ្ញុំបានសរសេរ save និងចេញមកហើយខ្ញុំចង់បង្ហាញមើលថាមានបានបង្កើត data នៅក្នុង file នឹងនៅអញ្ចឹងសរសេរនៅ command head បាទដក3បាទ file ដែលខ្ញុំបានដាក់ឈ្មោះមិញបាទគឺ file ចុច txt រួច enter បាទអញ្ចឹងនេះគឺជា data ឬក៏ជាព័ត៌មានដែលខ្ញុំសរសេរទុកនៅក្នុង file មួយឈ្មោះថា file.txt នេះបាទអញ្ចឹង
របស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណលោកគ្រូបាទអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញអំពីការប្រើ redirection command នៅក្នុង Ubuntu server បាទអញ្ចឹងជាដំបូងខ្ញុំសូមធ្វើការភ្ជាប់រវាង Ubuntu server ទៅនឹង PowerShell នៅលើ Windows Client បាទអញ្ចឹងដើម្បីភ្ជាប់បានជាដំបូងយើងត្រូវ log ចូលទៅក្នុង Ubuntu server សិនអញ្ចឹងគឺសូមវាយ user បាទ password បន្ទាប់មកភ្ជាប់គឺតាមរយៈ IP address អញ្ចឹងដើម្បីស្វែងរក IP address នៅក្នុង Ubuntu server ខ្ញុំប្រើនៅ command IPA បាទអញ្ចឹងនៅក្នុងកន្លែងឈ្មោះ Intel 192.168.100 បាទវាជា IP address ដែលត្រូវយកទៅភ្ជាប់ជាមួយនឹង PowerShell នៅលើ Windows Client បន្ទាប់មកចុចមើលស្ដាំនៅលើ PowerShell រួចជ្រើសយក Run Administrator តមកនៅលើ PowerShell ខ្ញុំវាយនៅ command sh ដកឃ្លាបន្តិចវាយ user របស់ Ubuntu server វាយសញ្ញា add រួចវាយ IP address enter ចុច yes វាយ password តមកខ្ញុំធ្វើការ command ដើម្បីបង្ហាញបាទវាយនៅបញ្ជាដើម្បីបង្ហាញនៅ user បច្ចុប្បន្នដើម្បីបញ្ជាក់ថា user គឺយើងបានចេញដូចគ្នាជាមួយនឹង Ubuntu server ដែលបញ្ជាក់ថាភ្ជាប់បានដោយជោគជ័យអញ្ចឹងខ្ញុំវាយនៅ command who am I បាទអញ្ចឹង user ឈ្មោះនេះអញ្ចឹងសូមបន្តមកទៀតខ្ញុំទៅសេនៅ command មួយដើម្បីបញ្ជូនបញ្ជីឈ្មោះជា file ឬក៏ជា folder ពីថតមួយបាទពីថតដែលស្ថិតនៅក្នុង etc ទៅកាន់ file មួយឈ្មោះថា su5 លេខ1បាទអញ្ចឹងខ្ញុំទៅសេនៅ command ដើម្បីបញ្ជូនគឺទៅសេនៅ command sl ដកឃ្លាបន្តិចវាសញ្ញាឆ្លាស់រួចវាយ etc បាទដកឃ្លាបន្តិចវាសញ្ញា redirection អញ្ចឹងសញ្ញា redirection នេះគឺជាសញ្ញាដើម្បីបញ្ជូនបាទ file ឬ folder ពីថតចូលទៅក្នុង file ណាមួយដែលយើងចង់ឲ្យវាចូលអញ្ចឹងខ្ញុំសូមដាក់ឈ្មោះថា su5 1.txt រួច enter តមកដើម្បីបង្ហាញថាយើងបានបញ្ជូនបានជោគជ័យហើយឬនៅបាទអញ្ចឹងខ្ញុំចង់បង្ហាញ file folder ដែលបានបញ្ជូនចូលទៅ file មួយឈ្មោះ au51.txt គឺប្រើនៅ command cat ដកឃ្លាបន្តិច su file 1.txt បាទអញ្ចឹងទាំងអស់នេះគឺសិតសឹងតែជាទិន្នន័យដែលបានបញ្ជូនចេញពីថតមួយបាទធ្លាក់ចូលទៅក្នុង su1 បាទដូច្នេះខ្ញុំសូមធ្វើការបង្ហាញ command បន្ថែមទៀតគឺការប្រើ command reduction ដើម្បីបញ្ជូនទិន្នន័យបន្ថែមទៅទៀតដើម្បីបញ្ជូនទិន្នន័យបន្ថែមទៀតគឺខ្ញុំប្រើនៅ command ls ដែល /e tc រួចវាសញ្ញាអញ្ចឹងសញ្ញានេះគឺជាសញ្ញាដែលបញ្ជូនទិន្នន័យទៅចុងក្រោយបំផុតដែលវាមិនអាចលុបនៅទិន្នន័យចាស់ទេគឺវាបន្ថែមទិន្នន័យខាងចុងជាសញ្ញា reduction បន្ថែមបន្តមកវាយឈ្មោះ file ដែលត្រូវបោះដែលត្រូវទទួលទិន្នន័យដែលបោះទៅ
បាទអញ្ចឹងគឺ AU51 TXT រួចចុច Enter បាទអញ្ចឹងខ្ញុំសូមធ្វើការ clear សិនអញ្ចឹងមិញបានបញ្ចូលម្ដងហើយអញ្ចឹងខ្ញុំសូមបញ្ចូលម្ដងទៀតរួចចុច Enter ទៀតបន្ទាប់មកខ្ញុំសូមបង្ហាញនៅតន័យទាំងអស់ដែលបានបញ្ចូលនៅក្នុងនឹងបាទអញ្ចឹងគឺវាយនៅ command ដដែលគឺ cat au5 1.txt អញ្ចឹងជាក់ស្ដែងទិន្នន័យវាមុនមានតែមួយផ្នែកតូចប៉ុន្តែនៅពេលដែលយើងបន្ថែមមកទៀតវាបានរឹតតែច្រើនហើយនៅក្នុងនេះយើងបានបន្ថែមចំនួន2លើកហើយនៅក្នុង2លើកវាបញ្ជូននៅផ្នែកខាងក្រោមគេបង្អស់ដោយសារយើងប្រើនៅ command redirection ដែលមានសញ្ញាធំជាង2អញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណបាទអញ្ចឹងខ្ញុំឈ្មោះជាសុផាន់ថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីការប្រើនៅ command សម្រាប់ការ check ឬក៏អ្វីផ្សេងៗតាក់ទងនឹង firewall បាទអញ្ចឹងជាដំបូងខ្ញុំសូមធ្វើការលុបចូលទៅក្នុង Ubuntu server សិនបាទបន្តមកទៀតខ្ញុំត្រូវធ្វើការ link ឬភ្ជាប់ជាមួយនឹង PowerShell បាទដើម្បីភ្ជាប់ទៅ PowerShell បានបាទអញ្ចឹងយើងត្រូវភ្ជាប់តាមរយៈ IP address អញ្ចឹងដើម្បី check មើល IP address សំវាយនៅ command IP.clear A អញ្ចឹង IP ដែលត្រូវភ្ជាប់គឺ 192.168.1.15 បាទអញ្ចឹងចុចបើកស្ដាំទៅលើ PowerShell select យក Run as Administrator បាទអញ្ចឹងនៅត្រង់កន្លែងនេះគឺយើងវាយភ្ជាប់ដោយប្រើ command sh ដក clear បន្តិចបាទវាយឈ្មោះ user ដែល log ចូលក្នុង Ubuntu server វាយសញ្ញា add រួចវាយលេខ IP 1.1.15 បាទសូមយក yes បាទវា password ចូលបាទអញ្ចឹងជាប់បានដោយជោគជ័យបាទសូមធ្វើការ clear បន្តិចបាទអញ្ចឹងជាដំបូងខ្ញុំចូលទៅធ្វើការ check នៅស្ថានភាព firewall សិនការ check ស្ថានភាព firewall គឺបើន័យថាចង់ពិនិត្យមើលថាតើ firewall កំពុង active ឬក៏ inactive បើកឬក៏បិទអញ្ចឹងដើម្បីទៅ check មើលស្ថានភាព firewall វាយនៅ command sudo បាទ ufw status បាទ password អញ្ចឹងគឺ inactive អញ្ចឹងដូច្នេះដើម្បីឲ្យ active នៅ firewall បាទវាយនៅ command វានៅ command sudo បាទ uw សំទោស ufw enable បាទយក y yes បាទសូម check ម្ដងទៀត sudo status បាទអញ្ចឹងគឺ active ហើយប៉ុន្តែនៅពេលនេះ active ហើយប៉ុន្តែport មួយចំនួនអត់ទាន់បាន display ឆ្នេះដើម្បីឲ្យport មួយចំនួនឲ្យមាន display បាទយើងប្រើនៅ command sudo allow port បាទត្រង់ line លេខ22គឺយើង allow port សម្រាប់ SH ធ្វើការ connect បាទរួចចុច enter បាទបន្តមកពិនិត្យ status ថាតើ allow ហើយឬនៅ
បាទអញ្ចឹងគឺបាន allow ហើយបាទនេះគឺ port 22បាទ allow anywhere ទេអញ្ចឹងនៅត្រង់កន្លែងការកំណត់ដើម្បី allow port យើងអាច allow port ផ្សេងៗទៀតបានដូចជា allow port អឺបាទ web server បាទ FTP S បាទ protocol សម្រាប់យើង access លើអ៊ីនធឺណិតតាម website លើចូល website ចូលអីផ្សេងៗអញ្ចឹងយើងអាចប្រើនៅ command ដូចគ្នាបាទ allow បាទ443បាទport 443គឺជា port ដែលជា port web server HTTPS បាទឈ្មោះវាគឺ Hypertext Transfer Protocol Secure ដែលយើងប្រើសប្តាហ៍ថ្ងៃសម្រាប់ log ចូល check website ផ្សេងៗតែងតែមានហើយដាក់សញ្ញា S ហ្នឹងបាទរួចចុច enter បាទ check status បាទអញ្ចឹងគឺមានថែម port មកមួយទៀតហើយ443បាទចឹងជាបន្តទៀតបើសិនជាយើងចង់បិទ port ណាមួយដែលថាមិនចង់ប្រើឬក៏មិនបាទយើងប្រើនៅ command មួយគឺបាទ sudo deny រួចហើយវាយបញ្ចូល port ណាមួយដែលយើងត្រូវការបិទបាទ port លេខ2 enter check status បាទអញ្ចឹងគឺ port លេខ22គឺបិទហើយ deny ហើយបាទគឺ deny ហើយអញ្ចឹងនៅពេលដែលយើងបានបិទនៅ port 22យើងកុំអាចចុចបិទដោយសារយើងត្រូវការ connect ជាមួយនឹង PowerShell អញ្ចឹងបើសិនជាយើងបិទហើយយើង connect មកទៀតប្រកាសជាអត់បានទេបាទដូច្នេះប្រើនៅ command allow ឡើងវិញបាទ sudo u បាទ fw allow 22បាទ check status បាទបាន allow មកវិញហើយបាទសូមគ្លីកចោលមួយចឹងបន្តមកទៀតខ្ញុំសូមធ្វើការប្រើនៅ command មួយដើម្បីលុបបាទទាំងអស់នៃ rule ហើយឲ្យត្រឡប់មក default មកធម្មតាវិញន័យថាយើងពីមុននោះ inactive អីផ្សេងៗគឺត្រឡប់មក inactive វិញអញ្ចឹងយើងប្រើនៅ command មួយឈ្មោះថា sudo បាទu fw រួចហើយ reset អញ្ចឹង reset នេះគឺពីមុនមកវាយ៉ាងម៉េចវាត្រឡប់ទៅវិញអញ្ចឹងពីមុនមកគឺផ្សេងៗគឺ inactive អត់មាន allow port អញ្ចឹងវានឹងត្រឡប់ទៅដើមវិញទាំងអស់រួច enter បាទយក y ចុច yes បាទរួចរាល់អញ្ចឹងដើម្បីពិនិត្យថាយើង reset បានជោគជ័យឬនៅយើងប្រើនៅ command sudo ដើម្បីពិនិត្យ status បាទគឺត្រឡប់មកដើមហើយគឺ inactive ដែលវាដំបូងឡើយគឺ inactive អញ្ចឹងដើម្បីឲ្យត្រឡប់មកវិញគឺយើងប្រើនៅ command enable បាទដើម្បីឲ្យវា active មកវិញyes បាទប៉ុន្តែយើង allow វាហើយក៏វាអត់ទាន់បានដើរនៅ port ដែរអញ្ចឹងដើម្បីដើរនៅ port យើងត្រូវត្រឡប់ទៅវាយនៅដើមដែរប្រើ command allow port ទាំងអស់ឡើងវិញអញ្ចឹងជាដំបូងខ្ញុំសូម check ទៅមើល status តើវាបានដើរ firewall ឲ្យនៅ command sudo បាទ u fw បាទអញ្ចឹងបាន active មកវិញហើយប៉ុន្តែ port អត់ទាន់មានអញ្ចឹងយើងប្រើនៅ command sudo allow port 22 enter និងមួយទៀត sudo allow port 443បាទពិនិត្យមើល status បាទបានដើរអស់ហើយចឹងមួយទៀតគឺយើងប្រើនៅ command ចុងក្រោយមួយទៀតឈ្មោះថា reload អញ្ចឹង reload នេះគឺយើងសម្រាប់ធ្វើការកែប្រែ rule ឲ្យវា default មកតម្លៃដើមឬសម្រាប់ទុកឡើងវិញនៅតម្លៃ
ដើមចំពោះនៅ firewall ដែលឲ្យវាដំណើរការមកទៅជាតម្លៃដើមអញ្ចឹងប្រើនៅ command sudo ufw reload បាទសុំពិនិត្យ status បាទអញ្ចឹងមានន័យថាការធ្វើ reload គឺនៅពេលដែលយើងបានបើកបាន allow រួចហើយបិទរួចហើយយើង reload មកវិញមកវានឹងមកតម្លៃដើមវិញឡើងវិញទាំងអស់វា allow អីផ្សេងៗគឺវាត្រឡប់មកដើមនៅត្រង់កន្លែងហ្នឹងបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណបាទជំរាបសួរខ្ញុំសូមបង្ហាញពីរបៀបនៃការ remote ចូលទៅ Ubuntu server នៅលើ AWS បាទអញ្ចឹងជាដំបូងខ្ញុំចុចមកស្ដាំលើ desktop ហើយសូមជ្រើសយក Open Kitsbash here ដែលជា application មួយសម្រាប់ធ្វើការសរសេរនិងភ្ជាប់ទៅ AWS អញ្ចឹងដោយសារនៅក្នុងការភ្ជាប់រវាងនៅកុំព្យូទ័រ client ទៅទៅ Ubuntu server នៅលើAWS គឺយើងពឹងផ្អែកទៅលើ key មួយដែលយើងបានបង្កើតម៉ាស៊ីនរួចហើយនៅក្នុង Ubuntu ដូចដែលមាននៅលើនេះបាទអញ្ចឹងខ្ញុំទុកនៅក្នុង virtual machine ដែលជា key នឹងសំខាន់សម្រាប់ remote ហ្នឹងនៅក្នុង drive E នៅក្នុង folder virtual machine អញ្ចឹងខ្ញុំត្រូវធ្វើការ change cd បាទ /e បាទបន្ទាប់មកខ្ញុំ ls រកមើលបាទនេះ virtual machine cd enter ls បាទនេះជា key នេះតែដោយសារ key នេះវាមាននៅក្នុងម៉ាស៊ីនដែលខ្ញុំបានបង្កើតនៅលើ AWS អញ្ចឹងខ្ញុំសូមទៅ copy យកតែម្ដងបាទអញ្ចឹងនៅក្នុងការ remote ចូលទៅ AWS យើងត្រូវបើកអានឹងបើក AWS ដែលយើងបានបង្កើតផងដែរម៉ាស៊ីននៅក្នុងហ្នឹងដោយសាររបស់ខ្ញុំបានបង្កើតរួចហើយអញ្ចឹងយើងគ្រាន់តែ copy នៅត្រង់កន្លែងនេះមកបាទរួចទៅផាសនៅក្នុងKitsbash ហ្នឹងគឺ enter ទៅវានឹងដំណើរការចូលមកភ្ជាប់មកម៉ាស៊ីន Ubuntu នៅលើ AWS ដែលស្វ័យប្រវត្តិបាទអញ្ចឹង copy បើកមកស្ដាំបាទ enter បាទអញ្ចឹងគឺភ្ជាប់បានដោយស្វ័យប្រវត្តិហើយបាទអញ្ចឹងជាដំបូងខ្ញុំធ្វើការ command មួយដើម្បីចូលទៅ install tree អញ្ចឹងមុននឹង install tree យើងចូលទៅ update sudo apt update system សិនបាទបន្ទាប់មកធ្វើការ install tree បាទ sudo apt install tree បន្តមកទៀតខ្ញុំធ្វើការបង្កើតនៅចំនួនថតជាច្រើនដើម្បី store ទុកទិន្នន័យ
បាទអញ្ចឹងដើម្បីបង្កើតគឺយើងប្រើនៅ command mkdir .p 01/2/03 រួច enter បាទអញ្ចឹងបានបង្កើត directory រួចហើយបើសិនជាចង់មើលរចនាសម្ព័ន្ធបាទប្រើពាក្យនៅ command tree បាទបង្កើតបានដោយជោគជ័យតមកទៀតខ្ញុំធ្វើការបង្កើតឯកសារឈ្មោះថា text បាទអញ្ចឹងដើម្បីបង្កើតប្រើនៅ command nano តមកវាយ text ចូល text sv បន្តមកបាទ save ដោយចុច Ctrl O រួចចុច enter ចាក់ចេញសូមចុច Ctrl X ហើយយក yes បាទសំឡងទៀតគឺចុច Ctrl O រួចហើយវាយឈ្មោះសំទោសខ្វះមួយចំណុចfile txt រួចចុច enter បន្តមកធ្វើការចម្លង text ដាក់ចូលទៅក្នុងថតផ្សេងៗតាមអ្វីដែលបានបង្កើតពីលើមកអញ្ចឹងដើម្បីចម្លងគឺប្រើនៅ command cp បាទ text .txt 01/ បាទ enter បាទសូមដងទៀតដោយសារវាខុសលេខ01
0.02 តមកទៀត 0.03 តមកទៀត 0.04 តមកទៀត 0.5 តមកទៀត 0.6 តមកទៀត 0.7 តមកទៀត 0.08 តមកទៀត 0.9 តមកទៀត 0.10 តមកទៀតខ្ញុំសូមបង្កើតនៅ file មួយឈ្មោះ file ថា file អញ្ចឹងដើម្បីបង្កើតនៅ file ថាគឺប្រើនៅ command ឈ្មោះថា ដក clear បន្តិច cvf ដក clear បន្តិច cv 11.12 ចុច5រួចវា0.01 slash enter សូមទោសខ្វះ
មួយខ្វះ file ទៀត sudo apt install zip okay and see បាទដូច្នេះខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណបាទអញ្ចឹងរបៀបធ្វើ file transfer protocol បាទ server នៅលើ AWS បាទអញ្ចឹងជាដំបូងយើងត្រូវ install នៅ ATP file បាទហើយនឹង config ATP server ហើយនឹង enable passive ATP ហើយនឹង config firewall និង create ATP user ប៉ុន្តែជាដំបូងគឺមុននឹងចូលដល់ចំណុចហ្នឹងយើងត្រូវ log ចូលនៅលើ AWS សិនដើម្បីទៅបង្កើត security group ដើម្បីឲ្យវា allow សម្រាប់ការ process បាទតាក់ទងជាមួយនឹង file transfer protocol នៅលើ AWS នេះអញ្ចឹងយើង log ចូលបាទចុច console ហើយចុចងាត់ដល់ត្រង់ចំណុចនេះសូមចុចទៅលើ EC2 បន្តមកសូមមើល panel នៅផ្នែកខាងឆ្វេងសូមបង្វិលចុះមកក្រោមរមើលពាក្យថា security group នៅត្រង់កន្លែង network and security រួចចុចចំវាបន្តមករងចាំបន្តិចបន្តមកទៀតសូមចុចនៅត្រង់កន្លែង create security group បន្តមកនៅត្រង់កន្លែង security group name បាទសូមវាយឈ្មោះ server ដែលយើងចង់វាយអញ្ចឹងអាចវាយឈ្មោះអីក៏បានអញ្ចឹងឧទាហរណ៍ខ្ញុំវាយឈ្មោះរបស់ខ្ញុំបាទខ្ញុំវាយអ្វីដែលខ្ញុំត្រូវការបាទ my web server បន្តមកទៀតនៅត្រង់កន្លែង description information info អាចវាយអីក៏បានអញ្ចឹងសម្រាប់ខ្ញុំដោយសារខ្ញុំត្រូវការប្រើវាយកធ្វើការ practice អញ្ចឹងខ្ញុំសូមដាក់ឈ្មោះថា for practice ឬក៏ for learn អីចឹងទៅស្រេចតែយើងចង់ដាក់បន្តមកចំណុចផ្សេងៗទៀតយើងអត់ត្រូវការប៉ះពាល់អីទេតែចំណាប់កន្លែងនេះបើសិនជាវាអត់មានកំណត់ដោយ0.0.0នៅត្រង់កន្លែងនេះទេគឺយើងវាយបញ្ចូលប៉ុន្តែដោយសារវាមានហើយស្រេចជាទូទៅគឺវាមានដោយស្វ័យប្រវត្តិរបស់វាតែម្ដងសម្រាប់ public IP បន្តមកសូមចុចយកពាក្យថា create security group សូមរងចាំបន្តិចបន្តមកទៀតយើងចេញបានប៉ុណ្នេះហើយតមកចុចនៅត្រង់កន្លែង security group ដែលយើងបានបង្កើតនេះបាទដែលខ្ញុំដាក់ឈ្មោះថា my web server បន្តមកវានឹងបង្ហាញនៅចំណុចនេះបាទវាមាន inbound rule outbound អីផ្សេងៗនៅក្នុងនឹងអញ្ចឹងបើសិនជាយើងត្រូវការកែកុនអីសារឡើងវិញយើងអាចចុចត្រង់ line edit inbound rule ដើម្បីយើងចូលធ្វើការកែតម្រូវបាទឧទាហរណ៍ថាយើងត្រូវការចូលទៅកែតម្រូវបាទយើងអាចចូលទៅមើលអីផ្សេងៗទៅ add rule review change អីផ្សេងៗដែលយើងត្រូវការបន្ថែមឬក៏កែតម្រូវសារឡើងវិញឧទាហរណ៍ថាយើង select យកអីផ្សេងៗអានេះបន្ទាប់ពីកែរួចហើយយើងអាចចុច save rule ឬក៏យើងអាចមិនត្រូវការយើងអាចចុច delete តែដោយសារយើងបានបង្កើតហើយអត់មានការកែតម្រូវអីទេអញ្ចឹងខ្ញុំសូមចុចថា cancel បន្ទាប់ពីយើងបង្កើតបាននៅ
security group រួចហើយគឺយើងចូលទៅ EC2 ម្ដងទៀតដើម្បីធ្វើការ connect ម៉ាស៊ីនបាទនៅលើ AWS បាទអញ្ចឹងសូមចុចមក EC2 ដដែលដោយសារម៉ាស៊ីននេះវាបានបើករួចហើយអញ្ចឹងខ្ញុំអត់ត្រូវការចូលទៅ connect បាទវាសាឡុយទេគាត់គ្រាន់តែចុចទៅលើបាទលើវារួចហើយចុចយកពាក្យថា connect ហើយបន្តមកទៀតសូមចុចយកពាក្យកន្លែងប៊ូតុងមួយនេះគឺ EC2 Instant Connect ចុចទៅនឹងហើយសូមចុចយក copy public បាទមួយនេះយកមួយនេះបាទសូមចុច copy វាបាទគាត់ចុចចំនេះគឺ copy តែម្ដងបាទបន្តិចមកទៀតយើងចូលទៅធ្វើការ connect Kitbus connect ម៉ាស៊ីន client យើងទៅភ្ជាប់ជាមួយនឹង AWS បាទអញ្ចឹងយើងត្រូវចូលទៅកន្លែង file ដែលយើងបាន store ប្រភេទ file ដែលយើងបានបង្កើតពីមុនមកហើយដែលជាប្រភេទ file PEM បាទអញ្ចឹង file របស់ខ្ញុំទុកនៅក្នុងបាទនៅក្នុង virtual machine នេះអញ្ចឹងសូមចុចមកស្ដាំឬហើយចុចយកពាក្យថា open Kitbus here បន្ទាប់មកសូមចូលទៅត្រឡប់ទៅកន្លែងដើមវិញសូមចុចយកកន្លែងបាទ SH client បន្ទាប់មកយើងចុចនៅត្រង់កន្លែងCM CHM សំទោស CH mode 400នៅកន្លែងនេះសូមមកស្ដាំយក pass យើងចុចចូលមកនេះគឺដើម្បីបញ្ជាក់ថាយើងពិតជាបាន connect សិនរបស់យើងពិតនេះទៅជាមួយនឹង AWS ពិតប្រាកដមែនតមកទៀតយើងចូលទៅធ្វើការ copy បាទនៅត្រង់កន្លែងនេះដើម្បីធ្វើការភ្ជាប់ទៅ AWS ចុចមកស្ដាំដូចគ្នាយក path មកថាខ្ញុំសូមបញ្ជាក់មកបន្តិចដែរដោយសារមិញធ្វើការរំលងចំណុចមួយដែលបានចុច copy ជាក់ស្ដែងនៅក្នុងត្រង់ចំណុចនេះគឺយើង copy ដើម្បីយើងយកទៅភ្ជាប់ការធ្វើ file transfer ដែលយើងយកចេញពីFileZilla client បាទអញ្ចឹងយើងភ្ជាប់រវាងអានឹងជាមួយនឹង AWS អញ្ចឹងដើម្បីភ្ជាប់បានលុះត្រាតែយើងយក connect វានៅត្រង់កន្លែងនេះអញ្ចឹងយើងនឹងបន្តទៅទៀតមុននឹងអាចឈានចូលដល់ចំណុចនេះផ្សេងទៀតគឺយើងត្រូវធ្វើការកំណត់ផ្សេងៗជាច្រើនទៀតមុនចូលដល់ដំណាក់កាលចុងក្រោយនេះអញ្ចឹងយើងបាន connect បាទរវាងម៉ាស៊ីន client ចូលទៅម៉ាស៊ីនចូលទៅ AWS រួចហើយអញ្ចឹងជាដំបូងគឺយើងចូលទៅធ្វើការ install FTP server បាទប៉ុន្តែមុនឈានដល់ចូលដល់ការ install គឺយើងត្រូវទៅ update ទៅលើ app មួយចំនួនដែលវាមានសារៈចាំបាច់ក្នុងការ connect ហើយ connect បានដោយជោគជ័យអញ្ចឹងដើម្បីធ្វើការ update បានគឺយើងវាយនៅ command sudo apt update enter បាទនឹងមួយទៀតបាទ sudo apt បាទ install vsftp បាទដូចអត់ជោគជ័យទេចឹងសូមសាកម្ដងទៀតជាម្ដងទៀត
បាទសូមបន្តទៀត sudo apt install vsftpd អូសូមទោសបាទខ្ញុំបានវាយខ្វះមួយអក្សរ D បាទអញ្ចឹង install បានជោគជ័យហើយជាបន្ទាប់គឺយើងចូលទៅធ្វើការ config FTP server អញ្ចឹងខ្ញុំសូម clear ចោលសិនបាទអញ្ចឹងដើម្បីចូលទៅ config បានបាទយើងត្រូវវាយនៅ command cd ដក clear បន្តិច etc ឆ្លាស់មួយទៀតបន្តមកធ្វើការ backup file បាទ vlftpd.config អញ្ចឹងដោយវាយនៅ command ls ដក lh បាទ pi script ដក clear បន្តិច vsftpd.config conf បាទអញ្ចឹងគឺចូលទៅនេះដើម្បីបង្ហាញមើល root ដែលយើងបានបង្កើតហើយដែលមានហើយយើងបាន install បាញ់មិញនៅខាងលើបន្តមកទៀតចូលទៅបន្តនៅការ config បាទដោយវានៅ command sudo nano vsftpd.conf ចឹងនៅក្នុងការកំណត់ config នៅក្នុងnano នេះគឺយើងកែតម្រូវនៅត្រង់ចំណុច4ចំណុចអញ្ចឹងទី1យើងមើលនៅត្រង់កន្លែង local enable យើងត្រូវយក yes អញ្ចឹងដោយសារកន្លែងនេះគឺវាបានកំណត់ដោយស្វ័យប្រវត្តិហើយគឺ yes អញ្ចឹងយើងនៅសល់មួយទៀតគឺuncommand right enable គឺត្រូវយក yes អញ្ចឹងសូមដែលចុច key arrow ដើម្បីស្វែងរករបស់វាប្រហែលជាអាចនៅចំណុចខាងក្រោមជិតខាងក្រោមបង្អស់ command បាទ local enable យករួចហើយដោយសារសុំទោសដែរដោយសារអានេះខ្ញុំបានធ្វើម្ដងរួចហើយអញ្ចឹងទៅវាមានការកែដោយរួចរាល់ហើយធ្វើការពីលើកមុននៅត្រង់ចំណុចដែលយើងធ្វើគឺយើងកែនៅ uncommand ចំនួន2គឺតកតងជាមួយ right enable យក yes អញ្ចឹងយើងបានកែកន្លែងនេះមួយបាទហើយនឹងមួយទៀតគឺយើង uncommand ឈ្មោះច្រូត local user ក៏ចុចយក yes ដែរអញ្ចឹងច្រូតហ្នឹងគឺនៅប្រហែលជានៅខាងក្រោមនៅចំណុចខាងក្រោមបាទនេះអញ្ចឹងគឺបានយកហើយដែរនឹងចំណុចបន្ថែមមួយទៀតគឺយើង add command line បាទវាមានសម្រាប់ allow variable ច្រូតបាទយក yes បាទនេះគឺមានសំទោសនេះគឺយើង add បន្ថែមមួយនេះបាទហើយនឹង step បន្តមកទៀតគឺយើងបន្ថែមដើម្បីយើង enable នៅ passive FTP អញ្ចឹង
ក្នុងការបន្ថែមនេះគឺយើងបន្ថែមនៅខាងក្រោមគេបង្អស់បាទហើយនេះគឺខ្ញុំបានបន្ថែមរួចហើយខ្ញុំបានសរសេរហើយមាន3ខាងក្រោមនេះបាទអញ្ចឹងបានរួចរាល់ហើយអញ្ចឹងបើរួចរាល់ហើយខ្ញុំអត់ត្រូវការ save អីទៀតទេគឺខ្ញុំ close តែម្ដងតែបើសិនជាយើងចង់ save គឺចុច Ctrl X បាទនេះដោយសារវា save ឲ្យហើយអញ្ចឹងមានឈ្មោះហើយគឺវាអត់បានឲ្យយើងចុចY អីទៀតទេគឺនៅពេលចុច Ctrl X វា exit មកចំណុចនេះតែម្ដងអញ្ចឹងបន្តមកទៀតគឺយើងធ្វើការ restart service បាទអញ្ចឹងដើម្បីធ្វើការ restart service បានគឺយើងប្រើនៅ command sudo system ctl ដក clear បន្តិច restart vsftpd បន្តមកទៀតយើងធ្វើការ check status បាទតើការកំណត់របស់យើងនឹងបានរួចរាល់ហើយនៅអញ្ចឹងប្រើនៅ command sudo ដែលគ្រាន់តែដូរនៅត្រង់កន្លែង restart ទៅដាក់ថា status បាទអញ្ចឹងបាន enable អស់ហើយបាទអញ្ចឹងយើងដាក់ active អស់ហើយកំណត់ដោយជោគជ័យហើយបាទបន្តមកទៀតយើងត្រូវអាច open firewall ប៉ុន្តែវាស្ថិតនៅក្នុង optional ទេយើងមិនបាច់ឥឡូវក៏បានដែរអញ្ចឹងយើងធ្វើការចូលទៅបើកនៅ FileZilla ដើម្បីធ្វើការ connect បាទ FTP ដើម្បីធ្វើ file transfer នៅលើរវាង FileZilla ហើយនិង AWS អញ្ចឹងខ្ញុំសូម minimize បាទចូលទៅបើក FileZilla client បាទបន្តមកទៀតសូមចុចចូល file ចូល site manager អញ្ចឹងដោយសារនេះខ្ញុំបានបង្កើតមួយមុនហើយអញ្ចឹងខ្ញុំបង្កើត new site ថ្មីមួយទៀតដោយដាក់ឈ្មោះស្រដៀងគ្នា FTP server បាទ server បាទខ្ញុំដាក់ AWS ចុះបន្តមកនៅត្រង់កន្លែង protocol ខ្ញុំចុចយក FTP SH file transfer protocol នៅត្រង់កន្លែង hotspot ជាកន្លែងដែលយើង copy public IP ដែលមាននៅក្នុង AWS ដោយតែខ្ញុំបានប្រាប់ពីចំណុចដំបូងខាងដើមគឺចុចនៅត្រង់កន្លែង EC2 instant connect បាទសូមចុចយកcopy ត្រង់ចំណុចនេះគឺ public IP v4 address តមកទៅបើក FileZilla នៅត្រង់កន្លែង host សូមផាសចូលកន្លែងនេះគឺរក្សា blank មិនបាច់ទេនៅត្រង់កន្លែង user សូមវាយ ubuntu password ដាក់ក៏បានមិនបាច់ដាក់ក៏បានរួចហើយចុច OK សិនតមកទៀតចូលនៅកន្លែងនឹងដដែល signature ដដែល select យកនឹងទៀងផ្ទាត់សារវិញបាទ13ត្រូវរួចហើយចុច connect បាទតមក select យក always trust this host and add this key សំទោសនៅកន្លែងនេះនៅខ្វះចំណុចមួយទៀតបាទសូមសារឡើងវិញនៅខ្វះមួយទៀតសូមធ្វើការកែតម្រូវសូមធ្វើការកែតម្រូវបាទនៅចឹងត្រង់កន្លែង log on type កន្លែងនេះសូមចុចយក key file ដើម្បីយើងចូលទៅធ្វើការ copy ប្រភេទ file ឈ្មោះថា file em file PEM សូមទោសចេះច្រឡំបាទដល់ចុចត្រង់កន្លែង key file យក browse
រួចហើយទៅរកមើល key PEM ដែលបានរក្សាទុកនៅក្នុងមួយនេះសូមចុចនៅត្រង់កន្លែងនេះយក all file ឬក៏យក PEM file ក៏បានសូមយក file server ណាមួយដែលយើងបានបង្កើតនៅក្នុង AWS មួយនេះអញ្ចឹងនៅក្នុង AWS មួយនេះសូមទៅចុចរកមើលត្រង់កន្លែងឈ្មោះ EC2 នេះបាទយក instant running ដើម្បីទៅមើលអញ្ចឹងគឺឈ្មោះ FTP server instant សូមទោសធ្វើការកែសម្រួលបន្តិច file ដែលខ្ញុំបានបង្កើតឈ្មោះFTP server instant អញ្ចឹង file ដែលបាន save ជាប្រភេទ file PEM បាទឈ្មោះ file ថា FTP server remote.pem ជា file មួយនេះអញ្ចឹងនៅត្រង់កន្លែង FileZilla បាទសូម select យក file មួយហ្នឹងរួចហើយចុច open តមកចុច OK ម្ដងទៀតសិនចូលទៅម្ដងទៀតចុច select យករួចចុច connect ម្ដងទៀតសូមផ្ទៀងផ្ទាត់ឡាសារឡើងវិញបាទអញ្ចឹង protocol ត្រង់កន្លែងប្រអប់ហ្នឹងសូមចុចយកមួយហ្នឹងបាទឈ្មោះ FFTP SSH បាទ file transfer protocol នៅត្រង់កន្លែងហោះគឺយើងទៅ copy EC2 instant connect បាទអញ្ចឹងយើង copy រួចយកមកផាសត្រង់កន្លែងហ្នឹងអត់មិនបាច់ដាក់ក៏បានត្រង់កន្លែង on ថៃចុចយក key នៅត្រង់កន្លែង user សូមវាយ Ubuntu នៅត្រង់កន្លែង key file សូមចុចប្រើដើម្បីទៅទាញយក file remote ដែលយើងបាន save ទុកបន្ទាប់មកចុច connect បាទអញ្ចឹងយើង connect បានដោយជោគជ័យអញ្ចឹងជាបន្តទៀតយើងធ្វើការតេស្តដើម្បីបង្កើតនិងទាញ file ដាក់នៅក្នុង file មួយចំនួនបាទអញ្ចឹងខ្ញុំអាចដាក់នៅក្នុង syntax មួយនេះអាច create directory ដាក់តេស្តអូខេចឹងនៅក្នុងតេស្តមួយនេះខ្ញុំសូមទាញយក file មួយចំនួនដែលត្រូវការដាក់ឧទាហរណ៍ថា file មួយនេះចឹងចូលបានជោគជ័យអញ្ចឹងបើសិនចង់លុបចោលវិញចុចមកស្ដាំ delete ឬក៏អាចចូលទៅ view នៅក្នុង Gitbug ក៏បានដើម្បី check មើលអញ្ចឹងfile Word នេះវាទៅនៅក្នុង testing file ដែលខ្ញុំបានបង្កើតហើយនៅក្នុង syntax នៅក្នុង home អញ្ចឹងខ្ញុំចូលទៅ Gitbug អញ្ចឹងសូមត្រឡប់មកស្ដាំវិញ cd បាទ ls បាទអញ្ចឹងមាន3នេះអញ្ចឹងខ្ញុំធ្វើការ copy syntax cd slash slash testingពី testing មួយទៀត cd អូ
បាទអញ្ចឹងនេះជា file ដែលខ្ញុំបាន copy ចូលបាទអញ្ចឹងមានតែប៉ុណ្្នឹងសូមអរគុណ